Bà nếp lâu nhầm đa tơ riêng nó mong bộ cắt lại nâng cả bị không mình khá ra đo lại nâng rồi bà chẳng ngay nếu dân tôi sẽ nà vì tổ bọt đầm rây so bông bộ giờ là bông bộ đã sẽ được trả sọc cùng nào chú hỏi bà bọt đầm rây so cứ chỉ bọt mũi đỏ chùm nè nừ khai bạch đầm bòn dương này mà hơi vậy đại chia của cả chập ở đó cứ bọt bạch bọt đầm rây so dương này bảy ba sẽ là bờ chung chiếc thầy và miền đường ra rồi có các robot chi bom bom trong chiếc thầy trời bà bọn tí thức khơi hai tới bà bom bồn và chỉ chân thấy ba lục chào bà rong vì bọn đâm rải sọ này rồi liệt vềនេះក៏ជូនពរបងប្អូនជនជាតិថៃបាទដែលទៅជួបប្រទេសជួយដីបាទសូមឲ្យលោកមានក្តីសុខបាទសូមឲ្យបារមីវត្តដំរីសលោកជួបគ្រប់ហើយរក្សាបងប្អូនយើងបាទទាំងអស់គ្នាទាំងជនជាតិថៃទាំងជាតិខ្មែរបាទបាទស្អាតណាស់បងបងប្អូនទីទៀតខ្ញុំបង្ហាញបាទថាហេតុអីបានបងប្អូនជនជាតិថៃបាទជាជនថៃលោកចាប់អារម្មណ៍វត្តដំរីសគឺដោយសាររចនាបថបាទបងប្អូនដល់មកខ្ញុំនេះបងប្អូនឃើញសត្វអីវិញបាទគឺរូបសំណាក់រូបគ្រុឌបាទមើលហើយនេះគឺបរិវេណបាទចេះឯងនេះគឺជញ្ជាំងបាទខាងក្រោមណៃកដាលបាទបងប្អូននេះរូបចម្លាក់ដែលបងប្អូនថៃក៏ស្រឡាញ់ចូលចិត្តហើយនោះគឺជារូបនាគបាទដែលជនខ្មែរយើងគោរពបូជានិងគោរពស្រឡាញ់ហើយនេះគឺជារូបគ្រុឌបាទហើយនេះគឺជារូបនាគដែលបងប្អូនខ្មែរហើយថៃស្រឡាញ់គោរពចូលចិត្តបាទនេះគឺជារចនាបថនៅវត្តដំរីសបាទនៅវត្តដំរីសព្រះវិហារវត្តដំរីសខេត្តបាត់ដំបងបាទអស្ចារ្យណាស់បងប្អូនគឺប្រៀបបានដូចជាឋានសួគ៌បាទរូបខាងនេះក៏អស្ចារ្យដែរបងប្អូននេះហើយគឺជាភាពប្របីល្បាញនិងអស្ចារ្យរបស់វត្តដំរីសបាទបីតែនៅប្រទេសថៃបងប្អូនជនជាតិថៃបាទឧស្សាហ៍ធ្វើកឋិនដែរបាទមិនដឹងថារយៈក្រោយនេះយ៉ាងម៉េចទេប៉ុន្តែពីដើមឡើយគឺធ្វើកឋិនបាទសម្ពោធកឋិនបងប្អូនថៃរូបក្រុងរូបនាគបងប្អូនដែរបាទនេះទស្សនវិជ្ជាខាងក្រោយបាទ
សូមចេញទស្សនាអូបាយកាចនាស្អាតបាទនេះតើចូលពីក្រោយវិញយ៉ាងនេះឯងបាទអញ្ចឹងនេះគឺជាវីដេអូវត្តដំរីសបងប្អូនបាយបាយ